ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែមីមីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើញាំមីសួរគ្រឿងសមុទ្រសម្រាប់ញ៉ាំលក្ខណៈនៅក្នុងគ្រួសារពួកការធ្វើញាំឲ្យមានរសជាតិឆ្ងាញ់គឺវាអាស្រ័យទៅលើទឹកត្រីដែលយើងបានលាយណាបងប្អូនយើងលាយត្រូវក្បួនទៅគឺញាំរបស់យើងមានរសជាតិឆ្ងាញ់តាមមុននឹងចាប់ផ្ដើមធ្វើខ្ញុំសូមឲ្យបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំនេះមួយផងដំបូងគឺយើងដាក់ដាំទឹកដើម្បីស្ងោរសាច់ជ្រូក3ចិនជាមុនសិនព្រោះទឹកស្ងោរសាច់ជ្រូកហ្នឹងគឺខ្ញុំដាក់ដុំស៊ុបខ្នុរចូលមួយដុំហើយនឹងខ្ទឹមស3កំពឹសដើម្បីឲ្យសាច់ជ្រូករបស់យើងគឺវាមានជាតិណាបងប្អូនព្រោះសាច់ជ្រូកនេះដែរគឺខ្ញុំដាក់ស្ងោររយៈពេលកន្លះម៉ោងដើម្បីឲ្យវាឆ្អិនល្អឆ្លោះពេលដែលយើងស្ងោរសាច់ជ្រូកទុកចោលហ្នឹងគឺយើងងាកមករៀបចំបន្លែរៀបចំអីណាបងប្អូនដើម្បីកុំឲ្យវាខាតពេលចំពោះបន្លែគឺខ្ញុំប្រើផាជា 4-5 មុខដែរណាបងប្អូនដែលមានដូចជាការ៉ុតត្រសក់ដែកគួរម្ទេសប្លោកហើយនឹងជី2-3មុខដែរហើយដំបូងគឺខ្ញុំចាប់ផ្ដើមហាន់ជាមួយនឹងត្រសក់ជាមុនសិនហើយត្រសក់នេះដែរគឺខ្ញុំកាត់យកគ្រាប់ចេញហើយហាន់វាជារាងស្ដើងតូចវែងណាបងប្អូនហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមហាន់ជាមួយនឹងសណ្តែកគួរហ្នឹងគឺយើងហាន់រាងចនិតត្រសក់ណាបងប្អូនហាន់តូចស្ដើងខ្លីៗអញ្ចឹងណាបងប្អូនចំពោះម្ទេសប្លោកគឺខ្ញុំមាន2ពើណាបងប្អូនពើក្រហមហើយនិងពើបៃតងឬក៏ហៅថាពើខៀវសម្រាប់ម្ទេសប្លោកគឺខ្ញុំដាក់តែពាក្យកដាលទេបងប្អូនគឺអត់បានដាក់ទាំងអស់ទេដោយសារតែវាច្រើនពេកអញ្ចឹងណាគឺយើងដាក់មួយមុខទៅពាក្យកដាលណាបងប្អូនហើយយើងកាត់ឆ្កឹះគ្រាប់ឆ្កឹះអីវាចេញឲ្យបានស្អាតទៅព្រោះយើងហាន់វាជារាងវែងស្ដើងណាបងប្អូនចាបងប្អូនសម្រាប់បន្លែដែលយើងយកមកធ្វើញាំគឺយើងត្រូវហាន់តូចស្ដើងគ្រប់មុខដើម្បីធ្វើឲ្យបន្លែទាំងអស់នេះគឺវាឆាប់ចាប់គ្រឿងគ្នាជាមួយនឹងទឹកត្រីដែលយើងបានលាយហ្នឹងណាបងប្អូនសម្រាប់បន្លែចុងក្រោយគេនេះគឺខ្ញុំមានជាមួយនឹងការ៉ុតនេះដែរគឺខ្ញុំប្រើតែកន្លះមើមទេហើយខ្ញុំឈូសវាជាសរសៃវែងណាបងប្អូនហើយពេលដែលយើងរៀបចំបន្លែរួចស្រេចបាច់ហើយគឺសាច់ជ្រូកគឺឆ្អិនល្មមដែរអញ្ចឹងយើងស្រង់វាចេញមកព្រោះសាច់ជ្រូកនេះដែរគឺខ្ញុំស្ងោររយៈពេលកន្លះម៉ោងគឺឆ្អិនមកល្មមមិនស្វិតពេកហើយក៏មិនផុយពេកតែនៅក្នុងការស្ងោរហ្នឹងគឺយើងបើកភ្លើងរឹមល្មមណាបងប្អូនយើងបើកភ្លើងតិចក្នុងការស្ងោរហ្នឹងគឺដើម្បីឲ្យសាច់ជ្រូករបស់យើងគឺនៅមានជាតិណាបងប្អូននៅពេលដែលសាច់ជ្រូករបស់យើងតិចល្មមហើយគឺខ្ញុំចាប់ផ្ដើមហាន់ជាដុំតូចល្មមសម្រាប់បងប្អូនចង់ហាន់តូចជាងនេះក៏បានដែរទៅតាមចំណង់ចំណូលចិត្តរបស់យើងណាចាបងប្អូននៅពេលដែលយើងហាន់សាច់ជ្រូករួចហើយគឺយើងចាប់ផ្ដើមលាយជាមួយនឹងទឹកត្រីម្ដងក្នុងការលាយទឹកត្រីបងប្អូនចង់ប្រើស្ករត្នោតដូចខ្ញុំអញ្ចឹងក៏បានឬក៏ស្ករសក៏បានចំពោះស្ករត្នោតគឺខ្ញុំដាក់1ស្លាបព្រាបាយបន្ទាប់មករ៉ូឌី1ស្លាបព្រាកាហ្វេហើយនឹងប៊ីចេងបន្តិចខ្ទឹមសគឺខ្ញុំចិញ្ច្រាំបែបនេះហើយខ្ញុំដាក់តែ1ស្លាបព្រាកាហ្វេទេណាបងប្អូនហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងទឹកត្រី2វែកបាយជាមុនសិនបងប្អូននៅពេលដែលយើងដាក់គ្រឿងដាក់អីអស់ហើយគឺយើងចាប់ផ្ដើមកូរឲ្យគ្រឿងទាំងអស់នេះវារលាយចូលគ្នាជាមុនសិនបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងក្រូចឆ្មាចំនួន3ចនិតធំណាបើសិនជាបងប្អូនប្រើក្រូចឆ្មារាងតូចយើងប្រើ2ផ្លែឬក៏3ផ្លែអីទៅណាហើយក្រោយមកគឺខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចំនួន2វែកបាយថែមទៀតណាបងប្អូនសម្រាប់ទឹកត្រីដែលខ្ញុំទិញយកមកប្រើនេះគឺរសជាតិវាមកល្មមឆ្ងាញ់ណាបងប្អូនគឺអត់ប្រៃទេគឺខ្ញុំដាក់វារាងច្រើនតែបើសិនជាបងប្អូនប្រើទឹកត្រីប្រៃគឺយើងលៃលោកទៅតាមនឹងទៅហើយម្ទេសបងប្អូនដាក់ក៏បានអត់ក៏បានទៅតាមចំណង់ចំណូលចិត្តរបស់យើងក្រោយមកគឺខ្ញុំបន្ថែមជាមួយនឹងទឹកខ្មេះចំនួន2ស្លាបព្រាបាយទៀតណាបងប្អូនព្រោះថាការធ្វើញាំតើតែយើងលាយជាមួយនឹងទឹកខ្មេះបានញាំរបស់យើងគឺកាន់តែមានរសជាតិឆ្ងាញ់ទឹកខ្មេះដែលខ្ញុំប្រើនេះក៏មិនសូវជូរប្រហែលដែរបងប្អូនទៅខ្ញុំដាក់រាងច្រើនអញ្ចឹងណាបងប្អូនក្រោយពីយើងលាយទឹកត្រីរួចហើយគឺយើងទុកមួយឡែកសិនបន្ទាប់មកគឺយើងចាប់ផ្ដើមស្រុះជាមួយនឹងគ្រឿងសមុទ្រហើយគ្រឿងសមុទ្រនេះដែរគឺខ្ញុំប្រើទឹកដែលស្ងោរសាច់ជ្រូកហ្នឹងយកមកដាក់ស្រុះបងប្អូនយើងធ្វើបែបនេះដោយសារតែទឹកស្ងោរសាច់ជ្រូកហ្នឹងគឺវាមានជាតិស្រាប់ណាបងប្អូនតែណាយើងយកគ្រឿងសមុទ្រមកស្រុះតាមក្រោយអញ្ចឹងទៅគឺវាកាន់តែមានជាតិឆ្ងាញ់នៅក្នុងការស្រុះគ្រឿងសមុទ្រនេះដែរគឺខ្ញុំធ្វើការស្រុះមឹកជាមុនសិនធ្វើតែមឹករាងឡើងឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដាក់បង្គាចូលហើយកូរឲ្យបង្គានឹងវាឡើងក្រហមបន្តិចកាលណាបង្គាយើងឡើងក្រហមហើយគឺយើងចាប់ផ្ដើមស្រង់វាចេញភ្លាមណាបងប្អូនយើងកុំទុកយូរពេកនាំតែបង្គាយើងវាខ្សោះអស់ជាតិឆ្ងាញ់បងប្អូនចុងក្រោយគេហ្នឹងគឺខ្ញុំចាប់ផ្ដើមស្រុះជាមួយនឹងមីសួរតួហ្នឹងគឺយើងស្រុះតែមួយប្រងមកស្រង់ចេញដូចគ្នាឥឡូវនេះយើងចាប់ផ្ដើមយកគ្រឿងផ្សំដែលយើងបានរៀបចំហើយយកមកលាយធ្វើជាញាំណាបងប្អូនគឺយើងដាក់មីសួរដែលយើងបានស្រុះឆ្អិននឹងចូលមុនគេបន្ទាប់មកគឺយើងដាក់ជាមួយនឹងបន្លែ 4-5 មុខដែលយើងបានហាន់រួចហើយយើងដាក់ជាមួយនឹងសាច់ជ្រូក3ជាន់ក៏ដូចជាគ្រឿង
សមុទ្រដែលមានបង្គាហើយនឹងមឹកបងប្អូនជាចុងក្រោយគេហ្នឹងគឺយើងយកទឹកត្រីដែលយើងបានលាយហ្នឹងយកមកស្រោចតិចតិចពីលើយើងធ្វើបែបនេះទៅញាំរបស់យើងគឺវាកាន់តែចាប់ជាតិបានឆ្ងាញ់ណាបងប្អូនចាចំពោះការធ្វើញាំឲ្យមានរសជាតិឆ្ងាញ់គឺវាអាស្រ័យទៅលើទឹកត្រីដែលយើងបានលាយហ្នឹងណាបងប្អូនកាលណាយើងលាយទឹកត្រីបានឆ្ងាញ់ញាំរបស់យើងក៏កាន់តែឆ្ងាញ់ដូចគ្នានៅពេលដែលយើងលាយទឹកត្រីបានត្រូវក្បួនណាគឺយើងមិនចាំបាច់ភ្លក់ច្រើនដងទេព្រោះការលាយទឹកត្រីធ្វើញាំគឺវាខុសគ្នាទៅតាមលក្ខណៈក្នុងគ្រួសារនីមួយៗឬពេលខ្លះវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងអ្នកញ៉ាំឬក៏អ្នកធ្វើជាដើមអញ្ចឹងណាបងប្អូននៅពេលដែលយើងច្បល់ញាំបានចូលគ្រឿងគ្នាល្អហើយគឺយើងផ្អាប់ទុក10នាទីសិនដើម្បីឲ្យវាចូលជាតិបានល្អណាបងប្អូននៅពេលដែលបន្លែចាប់ជាតិគ្នាបានល្អហើយគឺយើងដាក់ជាមួយនឹងជីចូលចុងក្រោយគេណាបងប្អូនតែស្លឹកជីទាំងនេះគឺមានដូចជាជីក្រហមឬមួយក៏យើងហៅថាជីនាងវងហើយនឹងជីថ្ពាល់ត្រីក៏ដូចជាជីរណាចំពោះជីគឺខ្ញុំប្រើ3មុខហ្នឹងណាបងប្អូនហើយយើងដាក់ចូលក្រោយគេអញ្ចឹងទៅព្រោះថាជីគឺវាឆាប់ស្លោកឬក៏ស្វិតលឿនអញ្ចឹងយើងដាក់ក្រោយគេណាបងប្អូននៅពេលដែលយើងរៀបនឹងញ៉ាំហើយបើសិនជាបងប្អូនចូលចិត្តដាក់សណ្តែកដីឬក៏ចង់ញ៉ាំបងប្អូនអាចរោយពីលើបានតាមក្រោយតែសម្រាប់នៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺអត់បានដាក់ទេដោយសារតែខ្ញុំភ្លេចទិញមកបងប្អូនសម្រាប់ខ្ញុំមីសួរគ្រឿងសមុទ្រមួយមុខនេះបងប្អូននិយាយពីថារសជាតិគឺឆ្ងាញ់មែនទែនតែយើងលាយទឹកត្រីត្រូវក្បួនណាបងប្អូនអញ្ចឹងទៅគឺធ្វើឲ្យខ្ញុំរបស់យើងគឺមានរសជាតិឆ្ងាញ់ហើយនិយាយពីសាច់និងបន្លែបងប្អូនគឺចាប់ជាតិគ្នាជាមួយនឹងគ្រឿងបានល្អមែនទែនហើយចុងក្រោយបើសិនជាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like និង share ម្នាក់មួយផងណាចាសូមអរគុណនិងសូមជម្រាបលាហើយសូមជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ